ជំរាបសួរអ្នកទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាចង់សប្តាហ៍មិនដឹងថាត្រូវទៅណាមែនអត់អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលទីតាំងមួយកន្លែងនេះដែលខ្ញុំកំពុងតែធ្វើដំណើរទៅនេះគឺជាផ្លូវជាតិលេខ23អញ្ចឹងមួយរយៈនេះគឺពេលល្ងាចឡើងគឺមាននៅផ្ទៃច្រើនមែនទែនបាទបងប្អូនខ្លះគាត់ទៅថតរូបលេងបងប្អូនខ្លះទៀតគាត់ទិញអីជាក់ទៅអង្គុយលេងញ៉ាំអញ្ចឹងណាហើយសម្រាប់ខ្ញុំថ្ងៃនេះខ្ញុំជិះទៅក៏បានឃើញបងគាត់កំពុងតែបងសណាអ្នកទាំងគ្នាបានត្រីច្រើនណាបងប្អូនអើយគាត់តែឃើញអីចង់យកសំណាញ់មកបងដែរតែខ្ញុំអត់ចេះបងសំណាញ់ទេបានតែទៅមើលគាត់បងបែកល្អមែនទេរដូវនេះគឺជារដូវវស្សាផងដែរអញ្ចឹងទឹកឡើងជន់ចូលក៏សបោត្រីឆ្នាំនេះខ្ញុំគិតថាប្រកាសជាសបោត្រីមែនទេបើតាមមើលបងគាត់មកបងសំណាញ់អ្នកខ្លះគាត់មកស្ទួយត្រីឃើញថាបានច្រើនមែនទេមកសំណាញ់មិនក្រោមពី 4-5 ក្បាលត្រីទេចាំមើលខ្ញុំឲ្យអ្នកទាំងគ្នាមើលមកសំណាញ់គាត់លើកឡើងនេះអ្នកទាំងគ្នាបានឃើញទេ4-5 តែម្ដងមកសំណាញ់ 4-5 មកសំណាញ់ 4-5 បងប្អូនគិតមើលតា10សំណាញ់ឃើញអញ្ចឹងនិយាយទៅបរិយាកាសពេលល្ងាចនៅតាមផ្លូវជាតិលេខ23នេះចង់មើលគេស្ទួយត្រីចង់មើលគេបងសំណាញ់យើងចង់ញ៉ាំអីក៏បានហើយជាពិសេសចង់មើលគេញ៉ាំអីជាលក្ខណៈគ្រួសារលក្ខណៈគូអញ្ចឹងណានេះមកសំណាញ់4-5អញ្ចឹងហ្មងអ្នកទាំងគ្នាបាទបន្ទាប់ពីខ្ញុំមើលបងគាត់បងសម្លាញ់ទៅហើយខ្ញុំក៏ចិត្តចូលពីទឹកនេះនៅផ្លូវជាតិលេខ23យើងហ្នឹងគឺមានទីតាំងកន្លែងនេះគឺជាលក្ខណៈកាហ្វេដើមជ្រៃហើយទៅតែដើមជ្រៃទៅមិនទេបាទបន្ទាប់ពីបានទិញទឹកទិញភេសជ្ជៈយ៉ាងម៉េចខ្ញុំក៏បានដើរមកខាងក្រោយខ្ញុំឃើញមានផ្ទះខាងក្រោយហ្នឹងដែលជានិយាយទៅស្អាតខ្ញុំក៏អង្គុយលេងខ្ញុំក៏ថតវីដេអូលេងទៅដោយសារតែខ្ញុំឃើញថ្វង់ស្អាតមែនទែនយូរផ្ទះលក្ខណៈជាស្អាតនិយាយទៅស្អាតមែនទែនហើយជាពិសេសជាសត្វយំឡើងទៅហើយឡើងទៅដំមកនិយាយទៅធម្មជាតិសុទ្ធសាធតែម្ដងអត់មានទីលេងនិយាយទៅលើសលេងសត្វព្រោះនិយាយទៅបាត់ពុកវត្តអស់ហើយដល់មើលពីខាងលើនេះតើវានឹកស្មានថាស្រុកដៃរបស់យើងគឺអាចមានផ្លូវជាតិមួយខ្សែដែលថ្មីហើយស្អាតអាចសម្រួលចរាចរណ៍ដល់ពុកម៉ែបងប្អូនយើងធ្វើដំណើរហើយនិយាយទៅអាចថាជាទីតាំងរមណីយដ្ឋានមួយកន្លែងដែលយើងអាចទៅលេងកម្សាន្តបានហើយគាត់ថាបងប្អូនអាចថាទៅលេងកុំឲ្យដល់យប់ជ្រៅពេកដោយសារថាផ្លូវជាតិលេខ23របស់យើងគឺនៅរៀងស្ងាត់អត់ទាន់មានបងប្អូនជាពលរដ្ឋគាត់ទៅរស់នៅច្រើនទេអញ្ចឹងយើងការពារទៅដោយសារតែផ្លូវស្ងាត់បងប្អូនអាចដឹងហើយថាវាអាចមានរឿងអីកើតឡើងផ្សេងហើយទេសភាពពីខាងលើគឺស្រស់ស្អាតនិយាយទៅខ្ញុំនៅតែនិយាយថាស្រស់ស្អាតមែនទេហើយពិតជាអស្ចារ្យមែនទេសម្រាប់ស្រុកលោកដែករបស់យើងដែលមានផ្លូវស្អាតមួយខ្សែហើយទេសភាពស្រស់ស្អាតមែនទេហើយជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូពីដើមមកដល់ចប់នេះជាវីដេអូ vlog ទី1សម្រាប់ខ្ញុំហើយខ្ញុំនឹងព្យាយាមធ្វើផ្សេងបន្តទៀតអរគុណជំរាបលាអ្នកទាំងអស់គ្នា See you ជួបគ្នាម្ដងទៀតនៅវីដេអូក្រោយអរគុណ